อย่างอ๋อนี่sau một ngày càng ngày đập tí nhưng khi vào miền đại tôn nâng cả thang xong phơi trong đây mà lại nâng hàng xương hay phải những anh em khơi nái được chia công thể phơ sắp tạp hay chừng để cầm co đôi chia niệm chạy tết tranh biển lên cả tháng hay mà thuốc làm cứ đầy bạn khom bạn lấy khom đội nơi thay chẳng còn ta nơi thấy giặt miếng nơi thấy cứ chi lán anh nó bạn cực rồi anh nó đăng một này vừa nơi thấy đang tại con ban khơi bị issue được có bệnh nhà đang đại Japan 2K ហ្នឹងគឺកើតនៅក្នុងទីក្រុងសៀងហៃប្រទេសចិននៅកន្លែងទីសាំងសង់ផ្លូវរថភ្លើងមួយឈ្មោះថាដូចជា Qingxing Road ហើយ station របស់គេដូចជានេះខ្ញុំឃើញគេដាក់ថាឈ្មោះ Xiamen Line ដើមហេតុគឺចេះដើមហេតុគឺនៅពេលដែលក្រុមការងារគាត់កំពុងតែជីកដីដើម្បីសាងសង់ផ្លូវហ្នឹងគឺគាត់ចាប់តែមានឃើញបញ្ហាបច្ចេកទេសត្រង់ជាងតុបដីធ្វើឲ្យដីហើយនឹងទឹកហ្នឹងហូរច្រោះទៅក្នុងដៅលឿនមែនទែនរហូតដល់ធ្វើឲ្យអាជាងតុបដីរបស់គាត់ហ្នឹងគឺអាចនឹងអត់អាចតបជាប់នឹងសម្ពាធរបស់ដីនិងសម្ពាធរបស់ទឹកនឹងហូរហ្នឹងហើយសរុបមកប្រហែលជាមួយថ្ងៃក្រោយឬក៏មិនហ្នឹងខ្ញុំឃើញដូចយើងឃើញក្នុងវីដេអូអញ្ចឹងគឺអាផ្លូវកស៊ូខាងលើគឺបាក់ស្រុតចុះខាងក្រោមហ្មងហើយបង្កើតបនជាប្រហោងធំមួយដូចនៅថៃអញ្ចឹងហើយប្រភេទហ្នឹងយើងហៅថា sinkhole ការបាក់ស្រុតណាអានេះបើសិនជាយើងគិតតាមសន្តានដីនៅខាងហុងកុងគឺខាងភូមិសាស្ត្រគេថានៅហុងកុងជាប្រភេទដីល្បាប់ដីទុនណាជាប្រភេទដីល្បាប់ភក់ហើយដីប្រភេទហ្នឹងគឺងាយនឹងហូរទៅតាមទឹកមែនទែនហើយជាពិសេសនៅពេលដែលសម្ពាធទឹកខ្លាំងគឺដីហ្នឹងអត់នៅទេហើយចំពោះតំបន់របស់គាត់ថាសម្ពាធទឹកក្រោមដីនេះគឺថានៅពេលដែលជីកកាន់តែជ្រៅអាទឹកក្រោមដីហ្នឹងរុញច្រានអាជាងហ្នឹងចេញកាន់តែច្រើនអញ្ចឹងរហូតដល់ធ្វើវាបាក់លំម្ដងទៅហើយចំពោះស្ថានភាពបច្ចុប្បន្នដូចជាអត់មានបុគ្គលិកឬក៏អ្នកធ្វើការកម្មករណាមួយមានបញ្ហាគ្រោះថ្នាក់អីទេព្រោះដោយសារគេបានជំនះចេញតាន់ពេលវេលាហើយដូចជាខ្ញុំអត់បានសារព័ត៌មានបន្ថែមលេងតែរបាយការណ៍គេថាអាជ្ញាធរគឺបានបំពេញប្រហោងទៅវិញអស់ហើយលឿនមែនទែនរយៈពេល1ថ្ងៃ2ថ្ងៃគឺចាក់បេតុងពេញអស់វិញមកអាហ្នឹងវាជាមេរៀនមួយដែលអាចឲ្យយើងចូលមកសិក្សាបានសម្រាប់ឲ្យយើងជាអ្នកខាងវិស័យសំណង់ជាពិសេសគឺបងឬក៏អ្នកដែលធ្វើការក្នុងវិស័យអគារពុះធំហ្នឹងនៅពេលដែលយើងសាងសង់ការងារអគារនៅខាងក្រោមដីឬក៏ការងារខាងក្រោមដីនៅក្នុងតំបន់ដែលមានដីខ្សោយដែលមាន density របស់វាទាបដូចជាដីល្បាប់ដីភក់ដីលុបដីខ្សាច់អីហ្នឹងគឺយើងទៅជាមានបច្ចេកទេសខ្ពស់មែនតើខ្ពស់ដែលយើងត្រូវបង្ការកុំឲ្យមានហានិភ័យណាមួយកើតឡើងហើយបញ្ហានេះវាដាស់តឿនឲ្យយើងយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើការសិក្សាពីស្តុបដីការសិក្សាពីប្រព័ន្ធការពារការសិក្សាអំពីអញ្ចឹងតុបដីអីផ្សេងហ្នឹងដើម្បីឲ្យយើងអាចប្រកាសបានថានឹងមិនមានបញ្ហាណាមួយកើតឡើងដែលយើងមិនអាចគ្រោងទុកបានណាអញ្ចឹងយើងព្យាយាមបញ្ជិះអស់លទ្ធភាពឲ្យបានខ្ពស់បំផុតមកsinkhole បើយើងគិតឲ្យដល់ទៅពួកហ្នឹងមូលហេតុដែលធ្វើឲ្យពួកហ្នឹងកើតឡើងភាគច្រើនគឺដោយសារបញ្ហាមួយទឹកក្រោមដីគឺ ground water ហ្នឹងវាច្រោះហ្នឹងវារំលាយថ្មខាងក្រោមហ្នឹងហើយជាពិសេសនៅតំបន់ដែលមានថ្មកបោពួក limestone ពួកថ្ម gypsum ឬថ្មអំបិលហើយនៅពេលដែលមានភ្លៀងធ្លាក់មិនថាភ្លៀងធ្លាក់ច្រើនឬក៏តិចតួចទេវាបង្កើតបានជាដំណើរការហូរច្រោះចូលទៅក្នុងដីហើយថ្មកបោអស់ហ្នឹងក៏វាច្រោះទៅតាមបង្កើតជារូងឬក៏ប្រហោងខែងខាងក្រោមអញ្ចឹងនៅពេលដែលរូងនឹងធំពេកទៅដីខាងលើអាចតប់ជាមួយនឹងទម្ងន់បានគឺវានឹងបាក់ស្រុតទៅភ្លាមមកឬក៏បាក់ស្រុតទៅយឺតយើងមើលអត់ដឹងដូចយើងឃើញជាស្ដាយនៅខាងថៃថ្មីនេះគឺអត់ដឹងមុនទេដីហ្នឹងគឺចេញមកពពុះតិចនៅពេលដែលវាច្រោះទៅអស់វាបាក់ស្រុតទៅក្រោមគឺប៉ុណ្ណានៃច្រើនធំមែនទេអាហ្នឹងជាបទពិសោធន៍មួយដែលយើងអាចយកមកសិក្សាបានហើយវាជាចំណេះដឹងមួយដែលយើងអាចដឹងដើម្បីយើងបង្ការកុំឲ្យយើងវាតម្លៃការងារដោយខែតាប្រមាថការងារអូខេខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបាយបាយ